បាទសួស្តីបងប្អូនឥឡូវយើងដល់រដូវភ្ជុំបិណ្ឌណាបាទអញ្ចឹងសម្រាប់ថ្ងៃនេះបាទម៉ែខ្ញុំគាត់កាត់ស្លឹកចេកបាទទុកសម្រាប់វិចនំវិចអីខ្លះអញ្ចឹងទៅបាទហើយសម្រាប់ស្លឹកចេកគឺយើងកាត់ស្លឹកចេកខ្លួនឯងដោយសារយើងដាំបានច្រើនអញ្ចឹងអត់ពិបាកទេហើយកាត់នេះមិនកាត់វិចតែខ្លួនឯងទេគឺលក់បាទលក់ឲ្យគេខ្លះអញ្ចឹងណាដោយសារតែបងប្អូនយើងខ្លះគាត់អត់មានដាំដើមចេកហើយអ្នកខ្លះក៏ដាំទៅដាំអត់បានអញ្ចឹងត្រូវការទិញបាទអញ្ចឹងមិនធ្វើអីទេសម្រាប់ស្លឹកចេកប៉ុណ្នេះច្រើនមែនតើបាទអញ្ចឹងស្លឹកចេកល្អកាត់ភ្លាមហាលឲ្យយើងទុនបន្តិចបានយើងបាទជាវាចឹងតិចទៀតគាត់ជាហើយប្រហែលជាគាត់ណាត់គេថ្ងៃបន្តិចបាទទើបគាត់កាត់ឲ្យគេចឹងណាចឹងអត់ទាន់ឃើញគេមកយកទេស្មើនេះបាទចឹងសម្រាប់ផ្ទះខ្ញុំក៏មានដើមស្លាមួយដើមដែរនេះខ្ពស់លងលោចដល់កហើយថ្ងៃមុនឡើងម្ដងដែរឡើងរួចបងប្អូនតែឡើងទាំងវេទនាណាបាទខ្ពស់ចូល30ម៉ែត្រអីបាទអញ្ចឹងនេះស្លឹកចេកដែលយើងត្រៀមកូនដើមស្លឹកចេកកុំលេងស្លឹកចេកអីកូនទុកលក់ឯងមកណាទៅអ៊ំផ្លែចេកបតុំហើយនេះទុកវិចនំហើយមាននៅក្នុងនេះបន្តិចទៀតអានេះទុកផ្ញើទៅម៉ែកពតទុកសម្រាប់វិចនំចេកគាត់ដោយសារគាត់កំងឲ្យរកចេកឲ្យចឹងកាត់ត្រៀមទៅគាត់ចឹងស្អែកនឹងផ្ញើតាមបងទៅឲ្យគាត់ហើយដោយសារតែឆ្នាំនេះអត់បានទៅទេប្រពន្ធពោះធំអញ្ចឹងអត់ដើរទេត្រៀមថ្ងៃត្រៀមពេលវេលាអត់ទៅណារួចបាទនៅខាងនេះផ្ទះក៏សិតតែចេកទៅផ្ទះខ្ញុំតាមចេកច្រើនគាត់ថាផ្លែវាអត់សូវល្អហ្មងទេតែអាចទទួលយកបានត្រឹមលក់ដូរតិចតួចស្លឹកអីទៅយោងអីហ្នឹងបានរាល់ថ្ងៃ